Some log go play on Baltic Lia Jamoy Malay Batong, but Jamir Chang. Jim Dipso, go to Susan, I can put my bump on the Arcane and come dance com YouTube and Facebook at the group side of Anne. Well, to which bad side to make out in high time reaction, pick now we saw economic without that, your man, and Peter be a bomb, they can. Some crews lost some log go play on Baltic Jamoy Malay Batong, the Bakian Bani, do Tato. Some of crews some, they put my bump on man calling with own in Chang. គឺខ្ញុំបាទមានជាត្រីប្រាចំនួន1ខ្ញុំបាទបានធ្វើស្អាតពុកម៉ែបងប្អូនសម្រាប់បន្លែខ្ញុំបាទជ្រើសរើសជាផ្លែអំពិលទឹកដោយសាររដូវនេះគឺអំពិលទឹកចាប់ផ្ដើមផ្លែហើយសម្រាប់បន្លែបៃតងគឺមានដូចជាស្លឹកទីផ្លែចេកដែលយើងបានចាត់ជាស្និទ្ធស្នាលព្រមទាំងស្លឹកជ្រៃដែលយើងទើបតែនឹងបេះមកពីដើមថ្មីមើលទៅគឺខ្ចីលក់តែម្ដងពុកម៉ែបងប្អូនហើយរ៉ែគ្រឿងផ្សំវិញក៏មានអីច្រើនដែរពុកម៉ែបងប្អូនគឺយើងមានជាប្រហុកចិញ្ច្រាំខ្ទឹមសគល់ស្លឹកគ្រៃអង្ករលីងស្លឹកក្រូចសើចនិងម្សៅរមៀតជាបន្តសូមវាយរំពុកម៉ែបងប្អូនទាំងគ្នាមកទស្សនាពីទីផ្សារគ្រឿងរបស់ខ្ញុំបាទវិញម្ដងឃើញថាឆ្នាំរបស់យើងគឺក្តៅហើយគឺយើងធ្វើការចាក់ប្រេងឆារបស់យើងបន្តមកគឺធ្វើការចាក់គ្រឿងទេសរបស់យើងមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្សៅរមៀតនិងប្រហុកគឺយើងធ្វើការលេងគ្រឿងរបស់យើងដើម្បីឲ្យឡើងក្លិនឈ្ងុយបន្តគ្រឿងរបស់យើងឡើងក្លិនឈ្ងុយផងនោះយើងធ្វើការចាក់សាច់ត្រីប្រារបស់យើងចូលតែម្ដងបន្តមកយើងធ្វើការកូរច្បាស់ឡើងបន្តិចបន្តមកយើងធ្វើការចាក់នៅអង្ករលីងម្សៅល្មមទៅពុកម៉ែបងប្អូនរួចហើយយើងធ្វើការកូរត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យប្រកាសថាទាំងគ្រឿងទាំងសាច់របស់យើងវាសព្វគ្នាបានល្អហើយធ្វើការចាក់ទឹកមួយបតលទៅពុកម៉ែបងប្អូនបន្តមកធ្វើការកោតត្រឡប់ឡើងបន្តិចដើម្បីកុំឲ្យខ្លោចបាត់ឆ្នាំងបន្តមកយើងធ្វើការក្របមួយរពូបន្តឆ្លងកាត់មួយរពូនេះទៅឃើញថាត្រីរបស់យើងគឺឆ្អិនបាន 50% គឺធ្វើការបង់គ្រឿងទេសរបស់យើងមានដូចជាស្ករសអំបិលប៊ីចេងនិងម្សៅស៊ុបបន្តិចផងដែររួចហើយយើងធ្វើការបង់បន្លែរបស់យើងនោះមានដូចជាផ្លែចេកផ្លែអំបិលទឹកសម្រាប់បន្លែបៃតងមានដូចជាស្លឹកប៉ាទីនិងស្លឹកច្រេះបន្តមកយើងធ្វើការកោរច្បាស់ឡើងបន្តិចទៅដើម្បីឲ្យប្រកាសថាទាំងគ្រឿងទាំងបន្លែជាមួយនឹងសាច់របស់យើងគឺសព្វគ្នាបានល្អបន្តមកយើងធ្វើការក្របមួយរំពុះហើយក្នុងមួយរំពុះនេះមិនយូរប៉ុន្មានទេពុកម៉ែបងប្អូនគឺរយៈពេលពី5ទៅ10នាទីប៉ុណ្ណោះគឺធ្វើឲ្យសម្លកកូរផ្លែអំពិលទឹកជាមួយបន្លែបៃតងរបស់ខ្ញុំបាទនេះគឺបានឆ្អិនល្អពុកម៉ែបងប្អូនខ្ញុំបានធ្វើការភ្លក់តើរសជាតិត្រូវតាមគោលដៅថានៅបើសិនជារសជាតិត្រូវតាមគោលដៅថាខ្ញុំបានធ្វើការដួសអាចារ្យដើម្បីយកទៅផ្សារតែម្ដងហើយក៏សូមអធិស្ឋានរកសម្លេងរំខានជាមួយនឹងការថាពិបាយជាមួយវីដេអូរបស់ខ្ញុំបាទតែមួយនេះមានការរ៉ាត់រូតតាមមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាមុខម្ហូបធ្វើជាសម្លកកូរផ្លែអំពិលទឹកជាមួយនឹងបន្លែបៃតងរបស់ខ្ញុំបាទនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត